បាទជម្រាបសួរបងប្អូនសម្រាប់បងប្អូនដែលអត់ដឹងថាគេដាក់ជីតាមដំណក់ទឹកយ៉ាងម៉េចបាទហើយគេភ្ជាប់ម៉ាស៊ីនយ៉ាងម៉េចបាទនេះគឺជាវីដេអូខ្ញុំបង្ហាញជូនបងប្អូនបងប្អូនគ្រាន់តែមានធុងទឹកធំនេះមួយមកបាទហើយចោះវាបាទចោះវាបែបហ្នឹងមកបាទនេះបងប្អូនឃើញទេយើងចោះឲ្យមានវ៉ានបិទបើកដែរមកបាទនេះហើយយើងតចូលមកអានេះក៏វ៉ានបិទបើកដែរមកហើយសម្រាប់ខាងក្រោមនេះគឺឲ្យមកពីក្នុងស្រះបងប្អូនបាទមកពីក្នុងអូអញ្ចឹងមកណាហើយមកពីក្នុងអូអញ្ចឹងមកយើងចោះអាសយោដែលបឺតហ្នឹងគឺយើងចោះនៅខាងសយោបឺតមកពីក្នុងទឹកដូចគ្នាបាទហើយបានវាចូលមកម៉ាស៊ីនបាទហើយសម្រាប់ម៉ាស៊ីននេះដុំបូមនេះអាចចេញក៏យើងចោះមួយដែរបាទសម្រាប់អីសម្រាប់យើងអត់ហត់ទៅដុសទឹកពីខាងក្រោមមកទេបាទនៅពេលដែលយើងចង់ដាក់ទឹកចូលក្នុងធុងយើងគ្រាន់តែបើកវ៉ាននេះមកគឺវាចេញចូលក្នុងធុងនេះហើយបាទយើងតសយោមកចូលក្នុងធុងបាទហើយសម្រាប់បឺតពីក្រោមមកគឺយើងដាក់ពីក្រោមមកយើងចោះត្រង់ហ្នឹងមកនេះចោះអាសយោបឺតពីក្នុងអូមកបាទអញ្ចឹងវាបឺតចូលមកវាចេញមកតាមនេះហើយបាទចេញមកតាមនេះវាស្រោចស្រពនៅដំណាំដែលយើងដាក់សយោហ្នឹងទៅបងប្អូននេះឃើញទេបាទដីនេះគឺគាត់ដាក់9រៃបាទ9រៃបាទហើយទិន្នផលវិញបងប្អូននេះខ្ញុំមកដកឲ្យមើលនេះបាទនេះដក2គុំបាទដក2គុំមានតូចតែ2គ្រាប់ទេបាទនេះ2គ្រាប់នេះក៏មិនតូចបានដែរអាចចូលលេខ2បានដែរបាទលេខ2លេខ3ដែរបាទហើយគឺធំខ្លាំងមែនតើអានេះគឺយើងដាក់ថ្នាំពៅស្រួលយើងវាថ្នាំពៅវាជ្រាបចូលក្នុងដីតែម្ដងដល់មើមដំឡូងយកតែម្ដងបាទនេះងាយស្រួលបងប្អូនងាយស្រួលមែនតើបាទមានតែធុងនេះមួយហើយចោះវាខាងក្រោមនេះមកហើយចោះនៅខាងសយោបឺតមកពីក្នុងទឹកមកបាទគឺរួចជាការស្រេចបាទនេះទឹកបាទសម្រាប់បឺតយកទៅទឹកជីទឹកអីហ្នឹងបងប្អូនមានប្រភេទជីដាក់ជីទៅបាទហើយមើលបាទគឺធំល្អមែនតែនបាទនេះងាយបងប្អូនបាទយើងចំណេញកម្លាំងក្នុងការបាញ់ថ្នាំបាទអត់សូវប្រើច្រើនហើយនឹងមិនសូវជាចុះលុយសម្រាប់ការដាក់ថ្នាំពៅបាទជីឬមួយក៏យើងបង្ហូរថ្នាំសម្រាប់សត្វល្អិតទៅតាមទៅយកដំណក់គឺស្រួលបាទឧទាហរណ៍បើបងប្អូនចង់ដាក់មួយធុងនេះចំនួន1ហិកតាអញ្ចឹងទៅបងប្អូនបើក2ដង2វ៉ានអញ្ចឹងទៅបងប្អូនដាក់ម្ដងកន្លះធុងអញ្ចឹងណាអញ្ចឹងពេលដែលយើងស្រោចយើងគ្រាន់តែយើងបើកវ៉ាននៅក្នុងទឹកនេះអស់មួយវ៉ានហ្នឹងទៅគឺវារួចកន្លះហាត់អញ្ចឹងបងប្អូនបិទអាវ៉ានកន្លះហាត់នឹងចោលទៅយើងបើកកន្លះហាត់ថ្មីយើងលាយទឹកថ្មីមកយើងបើកកន្លះហាត់ទៀតគឺយើងរួចជាការស្រេចអត់មានពិបាកបងប្អូនទេបាទនេះហើយសម្រាប់ទិន្នផលមកវិញបាទគឺធំល្អមែនទែនបាទហើយបើមានចម្ងល់ទេបងប្អូនអាចសួរខ្ញុំបានបញ្ហាតាក់ទងនឹងការធ្វើនេះខ្ញុំនឹងប្រាប់បងប្អូនបន្ថែមទៀតបាទដោយសារឥឡូវនេះខ្ញុំមកដល់ចការហ្នឹងក៏ខ្ញុំមកថតឲ្យបងប្អូនមើលតែម្ដងទៅបាទហើយបើបងប្អូនមានចម្ងល់បងប្អូនអាចឆាតសួរខ្ញុំទៅហើយឬក៏ comment ខាងក្រោមវីដេអូនេះក៏បានដែរបាទហើយសម្រាប់បងប្អូនដែលចង់លក់ដលងឯងអាចតាក់ទងមកខ្ញុំបានខ្ញុំមានលក់ជាជីជាថ្នាំសម្រាប់ពៅដលងផងដែរបាទបច្ចេកទេសដាំបច្ចេកទេសធ្វើសយោបែបណាដើម្បីងាយស្រួលក៏ខ្ញុំមានដែរបាទអញ្ចឹងបងប្អូនអាចតាក់ទងមកខ្ញុំបានបាទអរគុណច្រើនបងប្អូន